នឹងតែក៏ក្រើកហើយអោបសគុណកញ្ញាប្រកាសដំណឹងភ្ញាក់ផ្អើលមួយធ្វើឲ្យហ្វេនរំជើបរំជួលខ្លាំងបើគិតមកដល់ពេលនេះមានរយៈពេលប្រមាណជិត27ឆ្នាំមកហើយនៃដំណើរលើវិថីសិល្បៈរបស់អ្នកនាងអបសុគន្ធកញ្ញាក្នុងនាមជាតារាចម្រៀងក្នុងនោះដែរអ្នកនាងអបសុគន្ធកញ្ញាក៏ត្រូវបានមហាជនដាក់ងារជាកម្ពុជាតារាចម្រៀងស្រីមួយរូបក្នុងចំណោមតារាចម្រៀងល្បីៗជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរម្យ៉ាងវិញទៀតក្រៅពីអាជីពជាតារាចម្រៀងកន្លងមកអ្នកនាងអបសុគន្ធកញ្ញាក៏ធ្លាប់បានចូលរួមសម្ដែងខ្សែភាពយន្តនិងបច្ចុប្បន្នក៏ជាស្ត្រីខ្លាំងលើវិថីជំនួញផងដែរដោយមានហាងនិង brand ផ្ទាល់ខ្លួននៅក្នុងដៃជាច្រើនងាកមកកាន់ដំណើរវិថីចម្រៀងវិញរយៈពេលប្រមាណជិត3ទសវត្សរ៍មកនេះអ្នកនាងអបសុគន្ធកញ្ញាបានផលិតបទចម្រៀងរាប់ពាន់បទដោយមានគ្រប់ចង្វាក់និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនមិនត្រឹមតែប៉ុណ្ណោះបាននិយាយពីការរៀបចំប្រគំតន្ត្រីទោលនិងការទៅចូលរួមច្រៀងនៅតាមបណ្ដាហាងនានាវិញកម្ពុជាតារាចម្រៀងរូបនេះក៏បានឈួរជើងលើតារាងកំពូលមានអ្នកទិញសំបុត្រចូលទស្សនាច្រើននិងល្បឿននៃការដាក់លក់អស់ត្រឹមរយៈពេលខ្លីចឹងណាមិញកាលពីអំឡុងឆ្នាំ2024កន្លងទៅអ្នកនាងអបសុគន្ធកញ្ញាបានរៀបចំការប្រគំតន្ត្រីទោលដល់ទៅ3ខេត្តក្រុងដែលមានឈ្មោះថា The Solo Concert កាលនោះការប្រគំតន្ត្រីទោលលើកដំបូងលើវិថីសិល្បៈរបស់កម្ពុជាតារាចម្រៀងស្រីរូបនេះគឺមានការគាំទ្រយ៉ាងខ្លាំងពីមហាជនដោយឡែកនៅឆ្នាំ2026នេះអ្នកនាងអបសុគន្ធកញ្ញាបាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រមានការរំភើបចិត្តជាថ្មីម្ដងទៀតបន្ទាប់ពីអ្នកនាងបានបង្ហោះ poster និង teaser នៃអាល់ប៊ុមចម្រៀងទោលថ្មីរបស់ខ្លួនឈ្មោះ Superstar ដែលនឹងត្រៀមចេញក្នុងពេលឆាប់ៗខាងមុខនេះលើពីនោះក្រៅពីការជឿជាក់នៃការទទួលបានរសជាតិដ៏អស្ចារ្យពីចម្រៀងក្នុងអាល់ប៊ុមទោលថ្មីនាពេលខាងមុខនេះអ្នកគាំទ្រក៏មានការរំពឹងទុកថាអ្នកនាងអបសុគន្ធកញ្ញានឹងមានការប្រគំតន្ត្រីទោលឬកម្មវិធីអស្ចារ្យណាមួយដើម្បីសម្ពោធអាល់ប៊ុមចម្រៀងទោលថ្មីរបស់ខ្លួនជាមិនខាន